អូនខ្លះឃើញបងប្អូនសប្បាយចិត្តដោយសារតែសហរដ្ឋអាមេរិកគឺបានដកបំរាមហាមដែលពីមុនហាមមិនឲ្យប្រទេសកម្ពុជាយកទិញសពាវុធពីអាមេរិកនោះណាឥឡូវក៏ដកបំរាមចឹងធ្វើឲ្យប្រទេសកម្ពុជាអាចទិញសពាវុធពីទំនើបពីសហរដ្ឋអាមេរិកដើម្បីការពារជាតិបានចឹងណាចឹងគាត់សប្បាយចិត្តតែចំពោះខ្ញុំវិញបងប្អូនខ្ញុំមិនជាសប្បាយចិត្តអីព្រោះថាទិញសពាវុធមកវាសម្លាប់មនុស្សបាទខ្ញុំចង់បានតែសន្តិភាពហើយចង់បានតែសេចក្តីសុខនោះទេមិនចង់មានការធ្វើសង្គ្រាមជាមួយនរណាធ្វើឲ្យអស់លុយអស់កាក់អីទេអត់ចង់ទេព្រោះបងប្អូនដឹងហើយថាសង្គ្រាមវាអត់មានចំណេញទេបងប្អូនបាទយើងយកលុយបាទដែលយើងធ្វើសង្គ្រាមនឹងអស់ចំណាយអស់រាប់រយពាន់លានដុល្លារនឹងយកទៅជួយបាទអ្នកក្រីក្រជួយអ្នកដែលរងគ្រោះដោយធម្មជាតិទឹកជំនន់ឬក៏ជួយដីហ្នឹងគឺល្អប្រសើរជាងហើយឃើញបងប្អូនដឹងហើយថាកន្លងមកហ្នឹងគឺនៅប្រទេសនៅខាងអារ៉ាប់នៅខាងមជ្ឈិមបូព៌ានៅខាងស្អីគេប្រទេសអាហ្វ្រិកអីបាទគឺខ្វះខាតទឹកបាទប្រើប្រាស់ទឹកស្អាតណាបងប្អូនហើយវាយកលុយនឹងយកទៅធ្វើដណ្ដូងធ្វើអីបាទបង្កើតទឹកបង្កើតអីបង្កើតសេវាទឹកឲ្យប្រជាជននៅសុបាយចិត្តបាទបងមកយកលុយអស់នឹងយកមកបាញ់ចោលបំផ្លាញចោលពិភពលោកបាទឲ្យសិតតអ្នកចេះដឹងមិនអ្នកអត់ចេះដឹងទេបងប្អូនហើយខ្ញុំនិយាយដដែលខ្ញុំចេះថាមិនក៏បងឯងខ្ញុំឃើញមិត្តភក្តិខ្ញុំហើយនឹងបងប្អូនខ្ញុំខ្លះខ្ញុំឯងនិយាយតែរឿងអ្នកចេះដឹងអ្នកចង់ថាអ្នកចេះដឹងស្អីអ្នកចេះដឹងមិនមែនយកសពាវុធបាញ់គ្នាសម្លាប់គ្នាទេអ្នកចេះដឹងគឺគេចេះដឹងគេដោះស្រាយនៅសន្តិវិធីដោះស្រាយយកទ្រព្យសម្បត្តិយកទៅបាញ់ចោលអត់ប្រយោជន៍បាទណាសង្គ្រាមណាហើយកន្លែងហ្នឹងមកពីអីបាទបងប្អូនអ្នកកាន់សាសនាពុទ្ធសាសនាណាគឺយើងមានព្រហ្មវិហារធម៌គ្រាន់តែព្រហ្មវិហារធម៌ហ្នឹងមេត្តាករុណាគឺមេត្តាករុណាមុទិតាឧបេក្ខាប៉ុន្តែយើងយកមេត្តានិងករុណាពីរយើងចោះហើយបងប្អូនខ្លះកាន់សិល5ការសម្លាប់ជីវិតមនុស្សនេះបាទការនិយាយបំភ្លើសនិយាយកុហកអីហ្នឹងបាទណាគឺកន្លែងហ្នឹងហើយគឺវាជួយអញ្ចឹងមនុស្សដោយសារតែកន្លះកន្លែងគាត់សុបាយចិត្តដែលបានប្រជាជនដែលបានស្អីគេទិញសពាវុធទីអីតែខ្ញុំអត់សុបាយចិត្តទេបាទបើប្រជាជនបើមេដឹកនាំនៅលើពិភពលោកចេះធម៌ពុទ្ធអត់មានបញ្ហាទេមនុស្សវាខុសគ្នានិយាយមនុស្សខុសគ្នាមនុស្សអ្នកណាមិនចង់បានសេចក្តីសុខមិនចង់បានសន្តិភាពចង់បានហើយចង់បានសន្តិភាពចង់បានសេចក្តីសុខទិញតែសពាវុធបង្កចំនួនបង្កតែកំហឹងបង្កតែលោភៈនិងទោសៈពេញខ្លួនដោយប្រទេសថៃអញ្ចឹងនេះអាហ្នឹងគេមកហៅថាប្រទេសកាន់ពុទ្ធសាសនាពុទ្ធទេវាច្រាស់វាប្រះច្រាស់បាទអញ្ចឹងខ្ញុំមិនចង់និយាយវែងឆ្ងាយទៅមុខទៀតបងប្អូនពិចារណាខ្លួនឯងទេអាហ្នឹងកន្លែងហ្នឹងបាទហើយមួយទៀតគឺនិយាយថាកំណើនទេសចរនៅប្រទេសកម្ពុជាយើងមានការរីកចម្រើនរដ្ឋាភិបាលបានទិញបាទដែលយើងឃើញថាបានទិញបាទប្រទេសកម្ពុជាយើងណាបានទិញយន្តហោះជាង20គ្រឿងបងប្អូនបាទហើយចំណាយទឹកលុយអស់3000នេះដោយសារមានកំណើនបាទណាកំណើនទេសចររីកចម្រើនបាទហើយបើយើងនាំគ្នាទិញសពាវុធយើងគេគិតថាមានសង្គ្រាមគេមិនចូលបាទអ្នកដែលធ្វើដើរលេងគេឃើញសង្គ្រាមមានសង្គ្រាមគេអត់ចង់ចូលទេបងប្អូនបាទហ្នឹងគេអត់ចង់ចូលគេអត់ចង់ចូលទេបាទហ្នឹងរឿងតាក់ទងទៅនឹងសុវត្ថិភាពបាទសន្តិសុខបាទហើយថ្មីនេះបងប្អូនឃើញថានៅប្រទេសបាទប្រទេសចិនបាទដោយសារតែភាពបន្ទុកចិត្តគ្នាគឺចាប់ខ្ទេចខ្ទីអស់ហើយនៅមន្ត្រីជាន់ខ្ពស់របស់ប្រទេសចិនដែលជាមន្ត្រីមួយដែលស្មោះត្រង់ដែលពីមុនមកដែលជាសហការជាមួយនឹងលោកស៊ីជីនពីងណាបាទឥឡូវចាប់អស់ហើយនៅសល់តែម្នាក់តែប៉ុណ្ណោះដែលជាមន្ត្រីជាន់ខ្ពស់ហ្នឹងហើយយើងឃើញថាដោយសារអីដោយសារតែការឬបំរាស់ដោយសារតែពាក្យសម្ដីនិយាយឃើញការពិតបាទនិយាយនោះបាទសប្តាហ៍នេះបងប្អូនមានអ្នកចេះដឹងជាច្រើនដែលគាត់អត់រៀនមានសញ្ញាបត្រមានអីទេបាទគាត់ចេះដឹងប៉ុន្តែគាត់ហ៊ាននិយាយការពិតណាហើយក៏មានបណ្ឌិតអ្នកចេះដឹងជាច្រើននៅលើពិភពលោកហ្នឹងជាពិសេសគឺនៅរុស្ស៊ីនៅប្រទេសចិនអីច្រើនអ្នកគេចេះដឹងច្រើនបាទជាបណ្ឌិតជាអីហ្នឹងក៏ប៉ុន្តែគឺឃើញការពិតមិនហ៊ាននិយាយការពិតទេឃើញការពិតគឺសុំកលុំមិននិយាយការពិតហើយកុហកហើយបំភ្លឺទៀតហើយវាយប្រហារទៅលើអ្នកដែលឃើញការពិតនិយាយការពិតអ្នកដែលស្មោះត្រង់ឃើញការពិតនិយាយការពិតហ្នឹងចោតប្រកាន់គ្នាចាប់ដាក់គុកដែរចិត្តនៅប្រទេសចិននេះគេបងប្អូនណាបាទហ្នឹងហើយគឺថាកាលណាយើងនេះចឹងនៅលើពិភពលោកអស់ហើយបងប្អូនមនុស្សល្អពិបាកនឹងរណាព្រោះមិនហ៊ានបាទត្រូវបានមនុស្សអាក្រក់គ្រប់គ្រងត្រូវបានអីចឹងទៅ
បាទហើយខ្ញុំមិនថាលោក CCP នឹងគាត់មនុស្សអាក្រក់អីទេប៉ុន្តែយើងឃើញថាមនុស្សយើងរស់នៅបានប្រហែលបងប្អូនតន្តិចទៀតមេដឹកនាំស៊ីមេដឹកនាំត្រាំមេដឹកនាំពូទីននេះទៅអស់ហើយទាំងខ្ញុំទាំងគេទាំងអស់មានណានៅតែនៅបានសុខជាងបំណំនេះនៅទៅបាទថ្ងៃនេះគឺខ្ញុំផ្ដល់ដំណឹងមួយទៀតដែរគឺការចរចារវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកចឹងឈានដល់ថ្ងៃស្អែកហ្នឹងឯងបងប្អូនមិនដល់ថ្ងៃស្អែកហ្នឹងឥឡូវគឺអាមេរិកបាញ់ drone របស់អ៊ីរ៉ង់ធ្លាក់មួយគ្រឿងណាបាទ drone ស៊ើបការបាទស៊ើបការសម្ងាត់ណា drone ស៊ើបការសម្ងាត់បាញ់ធ្លាក់មួយលេងហើយក៏ឃើញថាអ៊ីរ៉ង់ហ្នឹងក៏ពាត់ចាប់បាទនៅនាវាដឹកឥន្ធនៈព្រីឥន្ធនៈនឹងរបស់អាមេរិកគឺពាត់ចាប់ប៉ុន្តែគឺមានការសហការជួយពីអាមេរិកក្រៅខ្នងគឺអត់បានសម្រេចហើយយើងឃើញថាភាពបន្ទុកចិត្តគ្នាហើយយល់ថាវាមិនល្អការចរចានៅកន្លែងហ្នឹងគឺមិនល្អអ៊ីរ៉ង់គឺចាប់ផ្ដើមធ្វើការទាមទារឲ្យមានការផ្លាស់ប្ដូរទីកន្លែងទៅប្រទេសអូម៉ង់វិញដែលប្រទេសនោះគឺយើងគាត់ជិតថាវាជិតរុស្ស៊ីវានៅជិតប្រទេសរបស់ខ្លួនជិតនៅគេថាតំបន់មជ្ឈិមបូព៌ាអញ្ចឹងណាបាទអញ្ចឹងមានការផ្លាស់ប្ដូរកន្លែងចរចាឲ្យបងប្អូនឲ្យខ្ញុំសង្ឃឹមថាការចរចានឹងបានសម្រេចនៅបានទទួលបានសន្តិភាពឲ្យអ៊ីរ៉ង់បន្ធូរបន្ថយភាពតានតឹងហ្នឹងទៅឲ្យសហរដ្ឋអាមេរិកកុំដាក់គំនាបគៀបសង្កត់ទៅលើប្រទេសអ៊ីរ៉ង់ច្រើនអញ្ចឹងឲ្យឆាប់ត្រូវគ្នាទៅសង្គ្រាមនៅក្នុងមជ្ឈិមបូព៌ាហ្នឹងគឺបន្ធូរបន្ថយហើយបើអញ្ចឹងទេបងប្អូនវាអាចប៉ះពាល់ទៅដល់សង្គ្រាមលោកទី3ហើយបងប្អូនគឺតំបន់ហ្នឹងគឺតំបន់អូពេចបងប្អូនដឹងហើយមជ្ឈិមបូព៌ាគឺតំបន់សម្បូរប្រេងហើយតែអត់មានប្រេងនៅលើពិភពលោករងថ្ងៃនេះវាយគ្នាដើម្បីប្រេងវាយគ្នាដើម្បីមាសពេជ្រអារ៉ែនឹងក្រោមហ្នឹងឯងហើយនឹងសេដ្ឋកិច្ចរវាងគ្នាទៅដល់ហើយណាមានអាហ្នឹងហើយគឺឡៃសេដ្ឋកិច្ចហ្នឹងអញ្ចឹងសេដ្ឋកិច្ចហ្នឹងហើយតែអាចទៅទិញគ្រាប់ទិញអីហ្នឹងវាយគ្នាហ្នឹងអញ្ចឹងវាបំផ្លាញសេដ្ឋកិច្ចបំផ្លាញឲ្យបងប្អូនឃើញហើយតែអត់មានសេដ្ឋកិច្ចគឺសពាវុធក៏អត់មានដែរបាទអញ្ចឹងណាបាទអញ្ចឹងអរគុណច្រើនបងប្អូនថ្ងៃនេះឲ្យខ្ញុំមានការសូមអភ័យទោសរបស់ខ្ញុំនិយាយមានការខុសឆ្គងឲ្យសូមបងប្អូនអភ័យទោសឲ្យបងប្អូនយល់ថាពេញចិត្តពេញអីអញ្ចឹងទៅបងប្អូនជួយ Subscribe និង Follow ខ្ញុំផងបាទអរគុណច្រើន